ខ្ញុំវាហួសចិត្តឃើញពីណាថតរូបតាម TikTok ដាក់តាហ៊ានហូបបាយនៅលើដីហើយគេគិតនាំគ្នាថាតាហ៊ានជួលមុខអត់មានផ្ទះនៅទេដេកក្រោមដើមឈើហូបបាយនៅនឹងកាទេលអូននៅលើស្វាវអ្នកដែលធ្លាប់ទៅស្គាល់ព្រំដែនឬមួយក៏តាហ៊ានព្រំដែនអាចបញ្ជាក់ឲ្យសម័យនេះតាហ៊ានសម័យនេះទំនើបជាងសម័យច្បាំងគ្នាច្រើនដែរផ្ទះថ្មទាំងហើយផ្ទះឈើទីតាំងនៅកន្លែងឈរជើងដែលឈរជើងអចិន្ត្រៃយ៍មានតុកអីមិនទេតាហ៊ានយើងមិនគេជើធ្លុះទេគាត់ទៅដល់ណាគាត់រៀបចំកន្លែងនោះទោះបីជាគ្មានថ្មក៏ឆ្នៃពីឈើអីតិចតួចអាស័យអីទៅពេញទៅគាត់រៀបនៅកន្លែងរៀបចំទីតាំងហើយធម្មតាតាហ៊ានល្បាតគេមិនដែលស្ពាយតុកទៅទេឥឡូវពីណាធ្លាប់ទៅតាហ៊ានតើយើងដើរល្បាតមានស្ពាយតុកទៅទេសំបីតែខ្ញុំយើងតបអាមេរិកតបមហាអំណាចចេញទៅព្រំដែនចេញទៅល្បាតអត់ប្រើម្ហូបក្តៅទេយើងមានម្ហូបក្តៅដែរនៅនោះម្ហូបមួយ7ឆ្នាំអាបាយកតារបស់គេនឹងធ្វើមួយ7ឆ្នាំថ្ងៃខ្លះយកមកមាន5ឆ្នាំផលិត5ឆ្នាំមុនយើងហូបដាក់ក្នុងកប៉ៅហើយតាមក្បួនគឺអត់ឲ្យសល់អីទេខ្លាចគេចាប់ធំក្លិនធំអីហ្នឹងអញ្ចឹងតាហ៊ានណាក៏ដោយតែល្បាតហើយគ្មានស្ពាយតុកទៅទេបាទទីតាំងអចិន្ត្រៃយ៍ពេលណាដែលយើងត្រូវបោះតង់កេតការកន្លែងណាភ្លាមកន្លែងខ្លះទៅដាក់តង់ភ្លាមយើងអត់ធ្វើទីតាំងអចិន្ត្រៃយ៍ទេចប់យើងរើចេញវិញតែត្រឡប់មកប្រទេសរបស់យើងអានឹងមានទីតាំងអចិន្ត្រៃយ៍អញ្ចឹងខ្ញុំឃើញអ្នកខ្លះនៅកូរ៉េអ្នកខ្លះបងប្អូនគាត់ថាតាហ៊ានស្រុកខ្មែរនឹងវេទនាដែរគឺថាតាហ៊ានជួមុខការពារពិតប្រកបឃើញហូបនៅលើដីខ្ញុំថាអញ្ចេះបើយកល្អអ្នកដែលព្រួយបារម្ភមកខ្ញុំជូនទៅមើលអង្គភាពដែរទីតាំងឈរជើងខ្ញុំចុះទៅព្រំដែនចុះទៅដល់ចំណុចឈរជើងចំណុចដែលចំណុចអចិន្ត្រៃយ៍យើងមានលេនដ្ឋានបេតុងយើងមានអាគារបើមិនបេតុងក៏ឈើនៅទីនោះរៀបចំគ្រប់គ្រាន់ខ្ញុំគ្រាន់តែប្រាប់ខ្ញុំទទួលស្គាល់តែខាងមុខអត់មានម៉ាស៊ីនជែកទេបាទតែហ៊ានជួមុខអត់ម៉ាស៊ីនជែកខ្ញុំហ៊ានទទួលខ្ញុំទទួលខុសត្រូវនឹងតែអត់មានទេបាទហើយក៏អត់ត្រូវដាក់ម៉ាស៊ីនជែកនៅតែហ៊ានជួមុខដែរព្រោះអត់មានភ្លើងហើយបងប្អូននៅជួមុខក៏អត់ត្រូវការម៉ាស៊ីនជែកដែរគាត់ត្រូវការប្រទេសសូឡាសាក់អាគុយសាក់អីផ្សេងបាទធម្មជាតិនៅទីនោះតែតាហ៊ានជួមុខរាជរដ្ឋាភិបាលមួយឆ្នាំក្នុងមួយថ្ងៃយើងថែមប្រាក់បំពន់ហូបឲ្យគាត់3000ចង់មួយជា2ជាមួយអ្នកនៅជួរក្រោយមួយឆ្នាំយើងចំណាយអស់ទី2ដីនៅតាមជួរមុខតាហ៊ាននៅអង្គភាពជួរមុខយើងចែករៀបចំផ្ទះរៀបចំដីជូនគ្រួសារគាត់ច្រើនក្រសួងដែនដីក៏ធ្វើបានច្រើនពេលដែលយើងឈូសផ្លូវទៅមុខយើងរៀបជូនគាត់ខែល្ងាខែភ្លៀងបន្ថែមទៅលើគោលរបបរបស់កងទ័ពស្បៀងអាហារគឺមានធានាជាប់បន្ថែមទៅលើនោះសម្ដេចតេជោក៏បានបន្តផ្ដល់យូរនឹងបន្តផ្ដល់អាវភ្លៀងអាវល្ងាខែភ្លៀងអាវភ្លៀងខែល្ងាអាវល្ងាផ្ដល់ជូនជាប្រចាំសម្រាប់ទាហានជួរមុខនេះគឺជាការយកចិត្តទុកដាក់ហើយកងទ័ពរបស់យើងនៅជួរមុខគាត់ប្រចាស់ការបានគ្រាន់តែយើងបញ្ជូនទ័ពទៅតំបន់អូអាឡៃអូតង្កើដែលអត់ទាន់មានអត់ដែលមានផ្លូវមានអីទាំងអស់ពេលដែលយើងការពារទីនោះបញ្ជូនទៅតែមួយអាទិត្យយើងឡើងទៅមើលអង្គភាពចូលជើងទីនោះគាត់មានសួនបន្លែគាត់សម្អាតគាត់ធ្វើផ្ទះធ្វើអីរបស់គាត់ហើយបើថាតាហ៊ានសម័យនេះអត់មានគ្រាន់តែតុងអង្គុយហូបបាយនៅព្រំដែនខ្ញុំមិនជឿប៉ុន្តែខ្ញុំជឿតែពេលដែលគាត់ដើរល្បាតអត់មានទេបាទហើយបើតាហ៊ានណាដើរល្បាតស្ពេកតុកស្ពេកអីខ្ញុំសុំបង្ហាញមុខខ្ញុំបាទតាហ៊ានណាដែលដើរល្បាតស្ពេកកំភ្លើងស្ពេកអីហើយស្ពេកតុកស្ពេកអីទៅទៀតអត់ទេវាអត់ត្រូវក្បួនបាទនេះគឺសូមឲ្យបញ្ជាក់ការយកចិត្តទុកដាក់ទៅដល់កម្លាំងការកសាងការការពារទឹកដីរបស់យើង